បាន50ឬ100បទចុះបន្ទាប់មកយើងលែងបង់លុយតទៀតយើងឈប់បង់លុយតយើងយក50បទហ្នឹងទៅប្រើតើនៅតែជាកម្មសិទ្ធិរបស់យើងអត់អាហ្នឹងនៅតែជាកម្មសិទ្ធិរបស់យើងអ្នកទាំងគ្នាបង្កើតដំបូង version free ហ្នឹងយើងអត់ទាន់បង់លុយហ្នឹងយើងបង្កើតបានបទហ្នឹងយើងឃើញបទហ្នឹងព្រោះបន្ទាប់មកយើងអត់ទាន់ save បទហ្នឹងទេយើងបង្កើតមកយើងឃើញវាព្រោះហើយយើងអត់ទាន់ download វាយើងទៅបង់លុយសិនដល់ពេលហើយយើងបង់លុយហើយយើង down បទហ្នឹងមកអ្នកគ្នាសួរថាបទហ្នឹងវាជាកម្មសិទ្ធិរបស់យើងអត់សួស្ដីអ្នកទាំងគ្នាថ្ងៃនេះខ្ញុំមកឆ្លើយនៅចំណុចខ្លះពាក់ព័ន្ធជាមួយនឹង Suno AI ដែលយើងយកទៅបង្កើតបទចម្រៀង AI ហ្នឹងចំណុចខ្លះដែលអ្នកទាំងគ្នាតែងតែឆ្ងល់ហើយតែងតែចូល comment សួរក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយសម្រាប់និយាយពីកន្លែងចម្ងល់ដែលអ្នកទាំងគ្នាដែលតែងតែឆ្ងល់ដូចជា 3-4 ចំណុចហ្នឹងសំខាន់ហ្នឹងយកមកប្រាប់អ្នកទាំងគ្នានៅក្នុងវីដេអូហ្នឹងអញ្ចឹងទៅកុំឲ្យអ្នកទាំងគ្នាពិបាកសួរខ្ញុំក្នុង comment អញ្ចឹងណាជាហ៊ានដំបូងហ្នឹងគឺអ្នកទាំងគ្នាដឹងហើយអ្នកទាំងគ្នាយល់ពី Suno ខ្លះហើយអ្នកទាំងគ្នាបាន download វាយកមកប្រើខ្លះហើយតែពេលអ្នកទាំងគ្នាប្រើវាទៅអ្នកទាំងគ្នាមានកន្លែងខ្លះត្រូវឆ្ងល់ជួបបញ្ហាកន្លែងខ្លះអញ្ចឹងទៅអ្នកទាំងគ្នាឆ្ងល់អ្នកទាំងគ្នាអត់ដឹងធ្វើម៉េចអញ្ចឹងអ្នកទាំងគ្នាអាចមើលវីដេអូនេះបានហើយសម្រាប់អ្នកថ្មីដែលអត់ទាន់ស្គាល់ពី Suno សោះអ្នកទាំងគ្នាអាចទៅមើលវីដេអូចាស់ក៏ឬក៏អ្នកទាំងគ្នាអាចទៅ research មើលវីដេអូផ្សេងដែលបងគាត់ធ្វើបង្ហាញនៅលើ YouTube ដែលមានច្រើនដែរអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅមើលមួយខ្ញុំអ្នកគ្នាហើយជាដំបូងយើងចូលមក Suno របស់យើងមកបើអ្នកទាំងគ្នាអត់ទាន់មានទេអ្នកគ្នានៅថ្មីសោះទេយើងទៅ down ពី Play Store ឬ App Store មកបន្ទាប់មកពេលដែលយើងចូលមកវានឹង load មកតម្រងបែបនេះហើយខ្ញុំសូមបន្ថយពលឺសិនវានឹង load មកតម្រងបែបនេះឲ្យអ្នកគ្នា sign up ហើយអញ្ចឹងខ្ញុំជ្រើសរើស sign up ជាមួយនឹង Gmail អញ្ចឹងខ្ញុំរើសជាងមកបន្ទាប់មកខ្ញុំ continue មកបន្ទាប់មកខ្ញុំរើស Gmail របស់ខ្ញុំមួយអញ្ចឹងឧទាហរណ៍ខ្ញុំចង់ login មួយ Gmail មួយនេះមួយចុះអញ្ចឹងអ្នកគ្នារើស Gmail របស់អ្នកគ្នាមួយទៅហើយនេះខ្ញុំរើស Gmail របស់ខ្ញុំហើយខ្ញុំចុចបន្តទៀតបន្ទាប់មកវានឹងឲ្យយើងដាក់ថ្ងៃខែឆ្នាំកណ្ដាលទេអញ្ចឹងអ្នកគ្នាដាក់ទៅថ្ងៃខែឆ្នាំកណ្ដាលរបស់អ្នកគ្នាបានដាក់ប៉ុណ្្នឹងទៅឥឡូវខ្ញុំដាក់របស់ខ្ញុំសិនខ្ញុំដាក់ប៉ុណ្នេះចុះអញ្ចឹងកន្លែងនេះអ្នកគ្នាមិនបាច់ដាក់ថ្ងៃខែឆ្នាំកណ្ដាលត្រូវក៏បានដែរវាអត់មានបញ្ហាទេកន្លែងហ្នឹងបន្ទាប់មកនេះយើងខ្វែងវាចោលសិនទៅហើយអ្នកគ្នាចូលពេលអ្នកសាញ់អាប់ចូលហើយគឺវានឹងបានតម្រង់បែបហ្នឹងអញ្ចឹងពេលដែលវា load មកតម្រង់បែបហ្នឹងកន្លែងដែលអ្នកគ្នាបង្កើតចម្រៀងហ្នឹងគឺខ្ញុំបានប្រាប់នៅវីដេអូមុនហើយបើអ្នកគ្នាអត់ទាន់ដឹងទេអ្នកគ្នាអាចចូលទៅមើលវីដេអូរបស់ខ្ញុំមុនបានពេលដែលគ្នាចូលមកអ្នកគ្នាចុចបង្កើតហើយកន្លែងនេះយើងដាក់ lyric ជា parole ដែលខ្ញុំប្រាប់នៅវីដេអូមុនហ្នឹងហើយកន្លែងនេះយើងដាក់ style play អញ្ចឹងពេលដែលអ្នកគ្នាបង្កើតវាហើយអានេះខ្ញុំឧទាហរណ៍ឲ្យមើលឧទាហរណ៍ថាខ្ញុំដាក់ parole ចុះឧទាហរណ៍ថាខ្ញុំដាក់ parole អីមួយហើយបន្ទាប់មកខ្ញុំដាក់ style play អីចុះអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់អញ្ចឹងហើយពេលខ្ញុំបង្កើតវាបានមកហើយបទចម្រៀងដែលខ្ញុំបានមកហ្នឹងគឺវាមាន4បទទាំងអស់ហ្នឹងណាដែលអ្នកគ្នាតែងតែឆ្ងល់ថាបទខ្លះមិនវាអត់ពេញហើយអត់ពេញនាទីហើយធ្វើម៉េចបានយើង download វាបានអាហ្នឹងខ្ញុំចង់មកបញ្ជាក់ប្រាប់អ្នកនរគ្នាថាបទដែលវាអត់ឲ្យពេញហ្នឹងវាជា version ខ្ពស់ហើយវាទាមទារយើងបង់លុយអញ្ចឹងបើសិនជាអ្នកនរគ្នាអត់បង់លុយទេគឺយើងអាចយកបទពេញហ្នឹងបានទេហើយគឺអ្នកនរគ្នាអាច download វាបានដែរអញ្ចឹងអ្នកគ្នាអ្វីដែលអ្នកគ្នាទទួលបានហ្នឹងគឺបទ2នេះបទ2ដែលនៅ version ទាបនេះហ្នឹងនៅក្នុង version ទាបហ្នឹងវាមាននេះ2បទនេះversion 4.5នេះអ្នកគ្នាឃើញហើយversion 4.5 ហ្នឹងគឺអ្នកនរគ្នាអាចយកទៅប្រើការបានហើយសម្រាប់ version 5.5 នេះវាជួនវាមាន10 second ជួនវាមាន30 second នេះតាមនឹងទៅវាអត់ពេញបទទេអាហ្នឹងបើអ្នកនរគ្នាចង់បានពេញគឺវាតម្រូវឲ្យអ្នកនរគ្នាបង់លុយហើយversion ខ្ពស់ហ្នឹងខ្ញុំសូមណែនាំមួយឲ្យអ្នកនរគ្នាប្រើដោយសារបទវាចេញមកវាព្រោះបទវាចេញមកវាល្អជាង version ទាបនេះប៉ុន្តែបើអ្នកនរគ្នាទើបតែចាប់ផ្ដើមដំបូងទេអ្នកនរគ្នាគួរតែប្រើ version ទាបនេះសិនទៅព្រោះទី1យើងអត់ទាន់មានជំនាញនៅក្នុងការធ្វើវាច្បាស់លាស់ហើយបើយើងយក version ខ្ពស់មកហ្មងអ្នកគ្នាអត់ទាន់មានជំនាញធ្វើវាក៏ធ្វើអត់បានល្អដែរហើយរយៈពេលវាតែមួយខែទេបំផុតពីមួយខែហ្នឹងអ្នកគ្នានឹងខាតលុយហើយអញ្ចឹងតាមខ្ញុំណែនាំអ្នកគ្នាប្រើ version ទាបសិនទៅអ្នកគ្នារៀនបង្កើតនៅ version ទាបឲ្យយល់ពីវាឲ្យបានច្រើនហើយចាំអ្នកគ្នាបង់លុយវាទៅហើយសម្រាប់បទចម្រៀងនៅក្នុងនឹងដែលយើងបង្កើតមកទាំងអស់ហ្នឹងអ្នកគ្នាសួរថាបើយើងអត់បង់លុយទេយើងអាចយកវាទៅរកលុយបានអត់អាហ្នឹងគឺច្បាស់ 100% ហ្មងគឺអត់បានទេអ្នកគ្នាបើសិនជាអ្នកគ្នាយកទៅតេស្តឬក៏យកទៅ build channel តេស្ត channel យើងសិនអីចឹងទៅឬក៏យើងយកទៅប្រើការធម្មតាតិចតួចអ្នកគ្នាយកទៅធ្វើបានប៉ុន្តែបើយកវាទៅបដោតទៅលើរកលុយ 100% ហ្មងគឺអត់បានទេអញ្ចឹងអ្នកគ្នាត្រូវតាយកអានេះទៅប្រើសិនទៅប្រើក្នុងនាមអីក្នុងន័យអ្នកគ្នាយកទៅតេស្ត channel យកទៅតម្លាក់ចូល channel អ្នកគ្នាសិនទៅឲ្យវាដើរសិនទៅមើលតែ channel យើងដើរល្អហើយមានអ្នកមើលច្រើនហើយចាំអ្នកគ្នាបង់លុយហើយយើងបង្កើតបទដែលល្អពេលដែលយើងបង់លុយហើយហ្នឹងទៅបន្ទាប់មកយើងដាក់វាចូលបន្តទៅក្នុង channel ទៀតមកបទដែលយើងបង់លុយហ្នឹងអញ្ចឹងពេលដែលយើងតម្លាក់ចូលបានរៀងច្រើនដែរហើយយើងលុបបទដែលយើងអត់បង់លុយយើងតម្លាក់តេស្ត channel ពីមុននេះយើងលុបវាចោលទៅហើយយើងស្នើរកលុយទៅឬក៏អ្នកគ្នារកតាមអីគេតាមក្រុមហ៊ុនកម្មសិទ្ធិបញ្ញាផ្សេងហ្នឹងគឺអ្នកគ្នារកវាទៅអ្នកគ្នាដាក់ចូលរកជាមួយversion ដែលអ្នកគ្នាបង់លុយហ្នឹងទៅហើយសម្រាប់ version ទាបហ្នឹងគឺ
គឺយើងយកទៅតេស្តប្រើសាកល្បងទៅឬក៏យើងយកទៅប្រើជាមួយវីដេអូអីតិចតួចវាអត់សំខាន់ប៉ុន្មានទេឬក៏អត់សម្រាប់រកលុយអីទេអ្នកគ្នាយកទៅប្រើទៅអា version ទៀតនេះយើងសម្រាប់យកទៅតេស្តអីចឹងណាតេស្ត page ឬក៏តេស្ត channel របស់យើងចង់ដឹងថាវាដើរអត់ឬក៏អត់ចឹងគឺយើងខ្លាចតែពេលយើងបង់លុយវាហើយយើងយកទៅធ្វើទៅវាអត់ដើរប៉ុន្តែបើអ្នកគ្នាមានលុយដែរទេយើងហេងមានលុយដែរយើងទិញតែព្រោះអាហ្នឹងមួយខែដូចជា$10ទេហើយខ្ញុំមកបញ្ជាក់លម្អិតជាមួយនឹងអាការទិញ license វានឹងទៀតពេលដែលយើងបង់លុយទិញវាហើយក្នុងរយៈពេលមួយខែហ្នឹងវាឲ្យយើងចំនួន2500 credit អញ្ចឹងអ្នកគ្នាឆ្ងល់ថាយើងបង់លុយហើយយើងបង្កើតសេរីមែនពេលដែលយើងបង់លុយហើយយើងបង្កើតអត់សេរីទេពេលដែលយើងបង្កើតយើងត្រូវអស់ credit អញ្ចឹងណាអញ្ចឹងខ្ញុំនឹងបញ្យល់អ្នកគ្នាកន្លែងហ្នឹងឧទាហរណ៍ថាអ្នកគ្នាបង់លុយអ្នកមួយខែ$10អញ្ចឹងយើងបានចំនួន2500 credit ក្នុងមួយខែហ្នឹងអញ្ចឹងពេលដែលអ្នកគ្នាបង្កើតម្ដងវាឲ្យមក2បត់អញ្ចឹងអ្នកគ្នាត្រូវអស់ចំនួន10 credit អញ្ចឹងបើអ្នកគ្នាបង្កើតច្រើនវានឹងអស់ credit ច្រើនទៅតាមហ្នឹងអញ្ចឹងតែខ្ញុំគិតថាបើអ្នកគ្នាដៃថ្មីទេអ្នកគ្នាបង្កើតអត់អស់ទេមួយខែ2500ហ្នឹងណាប៉ុន្តែបើអ្នកគ្នាចូលចិត្តបង្កើតវាដែរអ្នកគ្នាចំណាយពេលមួយវាច្រើនដែរហ្នឹងអាចនឹងអស់ព្រោះខ្ញុំខ្លួនឯងខ្ញុំបង្កើតអស់អញ្ចឹងណាខ្ញុំធ្វើរយៈពេល20ថ្ងៃខ្ញុំប្រើអស់ឲ្យ2500 credit ហ្នឹងប៉ុន្តែពេលដែលយើងប្រើអស់ប៉ុណ្ណឹងក្នុងមួយថ្ងៃវានឹងតម្លាក់ឲ្យយើង50 credit ទៀតវាឲ្យយើងបង្កើតទៀតអញ្ចឹងហ្នឹងបើសិនជាយើងអត់ទាន់ផុតខែទេឧទាហរណ៍ថាអ្នកគ្នាទិញវានៅថ្ងៃទី1អញ្ចឹងទៅដល់ថ្ងៃទី20អ្នកគ្នាអស់ credit ហ្នឹងហើយអញ្ចឹងវានឹងតម្លាក់ឲ្យអ្នកគ្នាមួយថ្ងៃ50 credit ដើម្បីបង្កើតទៀតហើយមួយទៀតបើសិនជាឧទាហរណ៍ថាអ្នកគ្នាទិញថ្ងៃទី1អ្នកគ្នាបង្កើតទៅដល់ថ្ងៃទី29ឬថ្ងៃទី30ហើយដាច់ខែហើយវាគ្រប់30ថ្ងៃហើយ credit របស់អ្នកគ្នាហ្នឹងវានៅឧទាហរណ៍ថានៅ1000ឬ1500អីចាហើយអ្នកគ្នាថាឆ្ងល់ថាហ្នឹងពេលដែលវានៅសល់អញ្ចឹងវាផុតថ្ងៃហើយយើងបង្កើតទៅវាជារបស់យើងអត់វាកម្មសិទ្ធិរបស់យើងពេញលេញអត់អាហ្នឹងខ្ញុំបញ្ជាក់ថាវាអត់ពេញលេញទេអ្នកគ្នាវាអត់ពេញលេញទេវាមិនមែនជារបស់យើងទេឲ្យតែផុតក្នុងរយៈពេល30ថ្ងៃហ្នឹងទោះ credit អ្នកគ្នានៅក៏ដោយក៏បត់នឹងអ្នកគ្នាបង្កើតមកក៏មិនមែនជាកម្មសិទ្ធិរបស់យើងដូចពេលដែលយើងបង់លុយម្លងពេលក្នុងរយៈពេលមួយខែហ្នឹងដែរអញ្ចឹងអ្នកគ្នាស្ដាប់វីដេអូហ្នឹងទៅបើអ្នកគ្នាអត់យល់អ្នកគ្នាអាច comment សួរខាងក្រោមបានដូចខ្ញុំបញ្ជាក់មិនអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតឲ្យខ្លីបើសិនជាយើងប្រើ credit នឹងអត់អស់ហើយវាផុតថ្ងៃផុតខែអញ្ចឹង credit នឹងយើងយកទៅប្រើទៀតក៏វាលែងជាកម្មសិទ្ធិរបស់យើងដែរយើងយកទៅប្រើបានប៉ុន្តែវាមិនមែនជាកម្មសិទ្ធិបត់នឹងវាមិនមែនជារបស់យើងទេពេលយើងយកទៅដាក់ក្នុង app រលុយផ្សេងៗអញ្ចឹងទៅតាម website ផ្សេងៗតាម YouTube អញ្ចឹងទៅវានឹងមានបញ្ហាអាហ្នឹងខ្ញុំបញ្ជាក់កន្លែងហ្នឹងមួយទៀតហើយត្រង់ចំណុចមួយទៀតដែលអ្នកគ្នានឹងឆ្ងល់ដែរដូចខ្ញុំដែរអាហ្នឹងខ្ញុំលើកមកចំណុចហ្នឹងសិតតែខ្ញុំឆ្ងល់ពីមុនទេហើយខ្ញុំជឿជាក់ថាអ្នកគ្នាក៏ឆ្ងល់ដែរពេលដែលយើងបង្កើតដំបូង version free ហ្នឹងយើងអត់ទាន់បង់លុយហ្នឹងយើងបង្កើតបានបត់ហ្នឹងយើងឃើញបត់ហ្នឹងព្រោះបន្ទាប់មកយើងអត់ទាន់ save បត់ហ្នឹងទេយើងបង្កើតមកយើងឃើញវាព្រោះហើយយើងអត់ទាន់ download វាយើងទៅបង់លុយសិនដល់ពេលហើយយើងបង់លុយហើយយើង down បត់ហ្នឹងមកអ្នកគ្នាសួរថាបត់ហ្នឹងវាជាកម្មសិទ្ធិរបស់យើងអត់កន្លែងហ្នឹងគឺមិនមែនទេអ្នកគ្នាកន្លែងហ្នឹងវាមិនមែនជាកម្មសិទ្ធិរបស់យើងដូចគ្នាអញ្ចឹងកម្មសិទ្ធិរបស់យើងនៅពេលណាកម្មសិទ្ធិរបស់យើងនៅពេលដែលយើងបង់លុយរួចរាល់ហើយយើងបង្កើតបើសិនជាអ្នកគ្នាបង្កើតបត់ហ្នឹងមុននឹងបង់លុយទោះអ្នកគ្នាអត់ទាន់ down វាមកក៏ដោយឲ្យតែអ្នកគ្នាចុចបង្កើតហ្នឹងចុច create មុនហ្នឹងមុនបង់លុយទោះអត់ទាន់ down ក៏ដោយយើងឃើញបត់ហ្នឹងព្រោះហើយយើងខំទៅបង់លុយដើម្បីខ្លាយជាកម្មសិទ្ធិរបស់យើងក៏វាមិនមែនជាកម្មសិទ្ធិរបស់យើងដែរអ្នកគ្នាយកទៅប្រើនៅតែមានបញ្ហាដែរអាកន្លែងនេះខ្ញុំតេស្តរួចរាល់ហើយអញ្ចឹងដើម្បីឲ្យកម្មសិទ្ធិរបស់យើង 100% ហ្មងចន្លោះពេលដែលយើងបង់លុយនេះឧទាហរណ៍ថាបត់ហ្នឹងអ្នកតើគ្នាបង្កើតថ្ងៃទី1តែអ្នកគ្នាបង់លុយថ្ងៃទី2ហើយអ្នកគ្នា download ថ្ងៃទី2អញ្ចឹងបត់ហ្នឹងវានៅតែមិនមែនជាកម្មសិទ្ធិរបស់យើងបត់ដែលកម្មសិទ្ធិរបស់យើងហ្មង 100% ហ្មងឧទាហរណ៍ថាអ្នកគ្នាបង់លុយថ្ងៃទី2អ្នកគ្នាត្រូវទៅបង្កើតចាប់ពីថ្ងៃទី2ឬទី3ហ្នឹងហើយ download ហ្នឹងអាហ្នឹងមិនកម្មសិទ្ធិរបស់យើងប៉ុន្តែបើអ្នកគ្នាបង្កើតមុនហ្នឹងមុនបង់លុយហើយមិន download អាហ្នឹងនៅតែជាមិនកម្មសិទ្ធិរបស់យើងដូចគ្នាហើយមួយទៀតខ្ញុំបញ្ជាក់មួយទៀតពេលដែលអ្នកគ្នាបង្កើតឧទាហរណ៍ថាយើងទិញថ្ងៃទី2ហើយយើងបង្កើតបត់ហ្នឹងមករហូតដល់ថ្ងៃទី30បន្ទាប់មកយើងបានបត់ក្នុងចន្លោះពេលមួយខែហ្នឹងយើងបានឧទាហរណ៍ថាបាន50ឬ100បត់ចុះបន្ទាប់មកយើងលែងបង់លុយតទៀតយើងឈប់បង់លុយតយើងយក50បត់ហ្នឹងទៅប្រើតើនៅតែជាកម្មសិទ្ធិរបស់យើងអត់អាហ្នឹងនៅតែជាកម្មសិទ្ធិរបស់យើងអ្នកទាំងគ្នាអញ្ចឹងបត់ណាដែលយើងបង្កើតក្នុងចន្លោះពេលដែលយើងបង់លុយហ្នឹងវាមានលេខកូដសម្គាល់របស់វាមួយហើយគឺបត់ហ្នឹងគឺជាកម្មសិទ្ធិរបស់យើងឯទោះថ្ងៃក្រោយទៅអាក្នុង app Suno ហ្នឹងអ្នកគ្នាឈប់បង់លុយវាឬក៏អ្នកគ្នាឈប់ប្រើវាក៏ដោយបត់ដែលអ្នកគ្នាបង្កើតចន្លោះពេលដែលយើងបង់លុយហ្នឹងអ្នកគ្នាយកវាទៅទុកប្រើនៅថ្ងៃណាមួយក៏បានដែរនៅតែជាកម្មសិទ្ធិរបស់យើងអាហ្នឹងវាអត់មានបញ្ហាទេហើយវីដេអូហ្នឹងគឺខ្ញុំបញ្ជាក់តែប៉ុណ្្នឹងឯងអ្នកគ្នាសម្រាប់ចម្ងល់ហ្នឹងខ្ញុំគិតថាអ្នកគ្នាប្រហែលជាឆ្ងល់ហើយប្រហែលជាចង់ដឹងហើយសម្រាប់វីដេអូហ្នឹងខ្ញុំអត់ធ្វើវែងពេកទេខ្ញុំកាត់ត្រឹមហ្នឹងបើសិនជាអ្នកគ្នាមានចម្ងល់អីចាំ comment សួរខ្ញុំខាងក្រោមទៀតមកចាំខ្ញុំឆ្លើយនៅក្នុងវីដេអូផ្សេងបន្តទៀតចឹងណាអ្នកគ្នាហើយបើសិនអ្នកគ្នាគិតថាវីដេអូហ្នឹងមានប្រយោជន៍កុំភ្លេចជួយចុច like និងជួយចុច subscribe channel ខ្ញុំម្នាក់មួយបាយបាយ